បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនដែលនិយមជួយចិត្តអង្កាំឈើទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានវីដេអូទៅនឹងអង្កាំដែលខ្ញុំបានធ្វើឲ្យគេយកមកបង្ហាញបាទហើយអង្កាំនេះដែរជាអង្កាំប្រភេទ9លីដែលខ្ញុំធ្វើឲ្យបាទអ្នកគ្រូបង្រៀននៅសាលារបស់ខ្ញុំចំនួន2ខ្សែបាទនេះមួយខ្សែទៀត9លីដូចគ្នាហើយខ្ញុំធ្វើឲ្យតែមិនតាន់ដាក់ឡតចំណែកនេះគឺជាទំហំ12លីដែលគាត់ធ្វើឲ្យប្តីរបស់គាត់តែខ្ញុំពុំតាន់ដាក់ឡតនោះទេហើយចំណែកឯនេះវិញគឺជាយន្តដែលខ្ញុំបានធ្វើនិងបានអាប់ដេតថ្មីដោយការពិភាក្សានោះខ្ញុំបានទៅជំរំពិសេសក៏បានជួបនឹងលោកពូម្នាក់គាត់ជាទាហានជើងចាស់ហើយគាត់ក៏បានបង្រៀននៅគាថាការពីគ្រាប់ដល់ខ្ញុំចំនួន3មេផងដែរទើបខ្ញុំធ្វើថ្មីហើយអាប់ដេតបាលីនោះចូលទៅក្នុងយន្តរួចក៏អ៊ុតចែកជូនទៅដល់ពុកម៉ែបងប្អូនដែលបានជាវខ្សែដៃរបស់ខ្ញុំបាទផងដែរក្នុងន័យថាដើម្បីជួយគាត់ការពារអំពីគ្រោះចរាយផ្សេងៗចំណែកនេះគឺជាអង្កាំដែលគេផ្ញើយកមកឲ្យចងខ្សែជាថ្មីហើយចំណែកឯនេះវិញបាទចាំមកផ្លេតចំណែកឯនេះគឺជាខ្សែករបស់បដិជគុណនៅក្នុងវត្តក្នុងឃុំរបស់ខ្ញុំហ្នឹងព្រះអង្គបានឲ្យខ្ញុំធ្វើចំនួនខ្សែតែមិនទាន់ធ្វើឲ្យគាត់នោះទេដោយសារតែរវល់ខ្លាំងពេកជាប់ធ្វើការ3ថ្ងៃជាប់គ្មានពេលទំនេរធ្វើគាត់នោះទេនៅវីដេអូក្រោយខ្ញុំបាទនឹងប្រាប់អំពីវិធីការពារគ្រាប់នោះដល់បងប្អូនទាំងអស់គ្នាហើយបើបងប្អូនចង់បានខ្សែដៃសូមបងប្អូនឆាតនៅក្នុង comment របស់ខ្ញុំបាទនឹងឆ្លើយតបជូនបងប្អូនជានិច្ចបាទសូមអរគុណ